Hello Hello សួស្តីអ្នកទាំងអស់គ្នាចា៎នេះខ្ញុំជួបគ្នាទៀតហើយសុខសប្បាយទេអ្នកទាំងអស់គ្នាចា៎អ្នកទាំងអស់គ្នាដោយសារនាងខ្ញុំមាន client និងបងប្អូនខ្មែរយើងដែលគាត់ឆាតមកសួរនាងខ្ញុំផ្ទាល់ពាក់ពិនជាមួយនឹងរឿងrefinance ទេថាតើពេលណាយើងគួរតែ refinance ថាតើពេលដែលយើងសាររើសំណុំឯកសារហ្នឹងតើយើងត្រូវចំណាយថ្លៃរកក្រសនាបអស់ប៉ុណ្ណានិងយើងគួរធ្វើឬមិនធ្វើឬមួយថាតើពេលដែលយើងធ្វើទៅតើវាចំណេញឬមួយអត់ចា៎អញ្ចឹងថ្ងៃនេះដែរនេះខ្ញុំក៏ចង់លើកវីដេអូនេះយកមកសម្ដែងបងប្អូនទាំងអស់គ្នាចាអញ្ចឹងពេលដែលយើងនិយាយពីរឿង refinance អ្នកទាំងអស់គ្នាគឺអ្វីដែលខ្ញុំតែងតែសួរអ្នកទាំងអស់គ្នាថាតើការប្រាក់អ្នកទាំងអស់គ្នាឥឡូវនេះប៉ុណ្ណាអញ្ចឹងពេលដែលយើង refinance និយាយជាទូទៅបើសិនជាការប្រាក់អត់បានខុសគ្នា 1% ទេកុំធ្វើពីព្រោះអីអ្នកទាំងអស់គ្នាដឹងហើយបើសិនជាខុសគ្នាត្រឹម 1% ធម្មតាវាជួយដែរវាមិនមែនជួយទេប៉ុន្តែចង់និយាយថាក៏វាចិត្តយងទៅតាម loan ដែលយើងជពាក់ដែរអញ្ចឹងបើអ្នកខ្លះគាត់ជពាក់ត្រឹមគេ200,000តិចតួចអីចឹងបើខុសគ្នា 1% ឬមួយក្រោម 1% គឺអត់ខុសគ្នាម៉ាក់នេះអ្វីមួយដែលខ្ញុំតែងតែសួរអ្នកទាំងអស់គ្នាថាតើពេលដែលយើងសាររើ refinance ដើម្បីចង់ឲ្យបានការប្រាក់ថោកហ្នឹងថាតើមួយខែយើងចំណេញបានប៉ុណ្ណាអញ្ចឹងមួយខែយើងចំណេញបានប៉ុណ្ណាព្រោះអ្នកទាំងអស់គ្នាត្រូវដឹងហើយតែពេលយើង refinance យើងសាររើសំណុំឯកសារ loan របស់យើងនេះវាអាចចាប់ផ្ដើមតែ30ឆ្នាំវិញអញ្ចឹងបើយើងប្រើនិយាយស្រួលទៅពេលដែលយើងនិយាយពាក្យថា refinance គឺយើងទៅខ្ចីលុយធនាគារថ្មីយកមកបង់ធនាគារចាស់ហើយបន្ទាប់មកធនាគារចាស់នេះគឺយើងបង់ដាច់ហើយអញ្ចឹងយើងចាប់ផ្ដើមបង់ធនាគារថ្មីតែម្ដងមកចាអញ្ចឹងចំណុចមួយដែលខ្ញុំចង់ចែករំលែកដល់អ្នកទាំងអស់គ្នាហើយមួយទៀតគឺបើសិនជាយើងសាររើសំណុំឯកសារថាតើយើងត្រូវចំណាយលុយរកក្រសនាបប៉ុណ្ណាអញ្ចឹងចំណុចនេះដែរគឺចិត្តយោងទៅលើកលៈទេសៈ loan របស់បងប្អូននីមួយៗពេលដែលយើងសាររើហ្នឹងអញ្ចឹងជួនកាលអាចបើគាត់ជាពាក់ 3,000 អីចឹងទៅជួនកាលធម្មតាយើងត្រូវបង់ថ្លៃរកក្រសនាម្ដងទៀតដូចជាកន្លែង Esco ដូចជាកន្លែង Thairo ដូចជាកន្លែងរកក្រសនាប្រត់អីហ្នឹងគាត់ថាធម្មតាពេលយើង refinance គឺយើងអស់លុយតិចជាងពេលដែលយើងទៅទិញផ្ទះរត់សំណុំឯកសារខ្ចីលុយដំបូងហ្នឹងតែយ៉ាងណាមិញក៏នេះខ្ញុំតែងតែសួរថាតើពេលដែលយើង refinance វាជជុំទៅលើកម្មវិធី program ហ្នឹងថាតើរកក្រសនាយើងអស់ប៉ុណ្ណាអញ្ចឹងឧទាហរណ៍ថារកក្រសនាអស់ 5,000 អញ្ចឹងអ្វីមួយដែលខ្ញុំតែងតែសួរនិងតែងតែចែករំលែកបងប្អូនខ្មែរយើងថាបើសិនជាយើង refinance មួយខែឧទាហរណ៍ចំណេញបាន100 200ប៉ុន្តែយើងបង់ថ្លៃរកក្រសនាអស់ 5,000 ថាតើអ្នកទាំងអស់គ្នាត្រូវដឹងថាតើយើងយកមួយខែ200ហ្នឹងគុណនឹងប្រហែលខែបានស្មើនឹងយើងថ្លៃចំណាយរបស់ $5,000 ហ្នឹងគឺដើម្បីយើងរកក្រសនាខ្ចីលុយហ្នឹងធម្មតា in the long run វាចំណេញអ្នកទាំងអស់គ្នាប៉ុន្តែអ្វីមួយដែលខ្ញុំឃើញគឺការប្រាក់ឡើងចុះទៀងទេអញ្ចឹងមិនប្រកាសថាពេលដែលអ្នកទាំងអស់គ្នា refinance ថ្ងៃហ្នឹងស្រាប់តែពេល2ខែក្រោយឬមួយក៏ឆ្នាំក្រោយការប្រាក់អាចចុះទៀតអត់អញ្ចឹងយើងត្រូវសាររើអស់ចំនួនឯកសារចំណាយម្ដងទៀតសម្រាប់បងប្អូនខ្មែរយើងដែលគាត់សាររើសំណុំឯកសារឲ្យគាត់ថាអត់អស់លុយទេធនាគារគេអត់យកលុយទេនេះខ្ញុំចង់បញ្ជាក់តិចដែរថាគេនៅតែយកចឹងគ្រាន់តែគេយកតិចនិងយកច្រើនចិត្តយោងទៅតាមសំណុំឯកសារមួយតែនេះខ្ញុំគ្រាន់តែបញ្ជាក់នេះគឺជាបទពិសោធន៍ជាទូទៅដែលខ្ញុំតែងតែជួបប្រទេសអញ្ចឹងយ៉ាងណាមិញពេលដែលយើងនិយាយថាគេ free តើយើងមើលសំណុំឯកសារដែរមួយទៀតសម្រាប់បងប្អូនខ្មែរយើងដែលគាត់ចង់ refinance ទី1គឺយើងចង់បានការប្រាក់ថោកតែអ្នកទាំងអស់គ្នាអាចជំរឿនមួយទៀតពេលដែលយើង refinance គឺយើងអាចតម្លាក់ឆ្នាំទោះបីជាការប្រាក់យើងចំណេញតិចតួចមែនប៉ុន្តែបើសិនអ្នកទាំងអស់គ្នាតម្លាក់ឆ្នាំពី30ឆ្នាំមក20ឆ្នាំពី20ឆ្នាំមក5 10ឆ្នាំមក10ឆ្នាំនិយាយទៅឲ្យតែយើងតម្លាក់ឆ្នាំទោះជាបាន5ឆ្នាំ10ឆ្នាំក៏យើងចំណេញការប្រាក់ដែលយើងសងគេដែរអញ្ចឹងវា make sense ឲ្យយើង refinance ទោះបីជាការប្រាក់យើងអត់មានភាពខុសគ្នាឬមកខុសគ្នាតិចតួចក៏ដោយទោះបីជាយើងអត់រត់សំណុំឯកសារក៏ដោយប៉ុន្តែវាចំណេញជាងយ៉ាងណាអីគឺយើងចំណេញឆ្នាំគិតមើលគឺយើងតម្លាក់ loan ពីយើង30ឆ្នាំមក20ឆ្នាំអញ្ចឹងយើងចំណេញ10ឆ្នាំនៃការប្រាក់នឹងដែរតែនេះខ្ញុំសូមបញ្ជាក់ថារាល់ការយើង refinance ដកលុយចេញភាគច្រើនពេលដែលយើង refinance ដកលុយឆ្នាំគឺយើងអាចតម្លាក់ឆ្នាំបានអ្នកទាំងអស់គ្នាពីព្រោះមូលហេតុអីគឺនៅតែ30ឆ្នាំដែរគេដើម្បីព្យាយាមធ្វើម៉េចដើម្បី payment យើងវាថោកអញ្ចឹងដើម្បីយើង qualify loan ក៏ប៉ុន្តែយើងយកទៅកម្មវិធី program នីមួយៗព្រោះជាងការគឺយើងអត់ពឹងផ្អែកទៅលើចំណូល income ដែរអញ្ចឹងអ្វីដែលខ្ញុំនិយាយគឺជាទូទៅអ្នកទាំងអស់គ្នាគឺឆ្លើយសំណួរបងប្អូនខ្មែរយើងថាតើគួរតែ refinance អត់រកក្រសនាសាររើសំណុំឯកសារ refinance អស់ប៉ុណ្ណាហើយបើសិនជាយើងចំណេញ 1% អីហ្នឹងថាតើយើងធ្វើអត់អញ្ចឹង overall គឺចង់និយាយថាជិតចូលទៅតាម case នីមួយៗអញ្ចឹងបើសិនអ្នកទាំងអស់គ្នាជាពាក់ 20,000 ហើយចង់តែ refinance តម្លាក់ការប្រាក់ថោកប៉ុន្តែការប្រាក់អ្នកទាំងអស់គ្នាខុសគ្នាយើងច្រើនតែ 1% គឺអត់ខុសគ្នាប្រហែលទេរាល់ខែតែបើនេះខ្ញុំឲ្យ suggest គឺអ្នកទាំងអស់គ្នា refinance តម្លាក់ឆ្នាំអញ្ចឹងយ៉ាងណាមិញគឺយើងចំណេញការប្រាក់កន្លែងនឹងដែរអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមគឺអ្នកទាំងអស់គ្នាអាចតាក់ទងនឹងខ្ញុំបានហើយអ្វីដែលខ្ញុំចែករំលែកនេះគឺមិនមែនតែនៅកលីទេគឺយើងនិយាយសំណុំឯកសារទូទាំងសហរដ្ឋអាមេរិកចាអញ្ចឹងការ apply វាអាចទៅជាមួយគ្នាប៉ុន្តែវាជជុំទៅលើករណីបងប្អូនខ្មែរយើងម្នាក់ៗថាតើគាត់អាច qualify បាន program មួយណាគាត់ចំណេញបានប៉ុណ្ណាគាត់រកក្រសនាអស់ប៉ុណ្ណាចាអញ្ចឹងសម្រាប់ថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាបាយបាយ